សម្រាប់អ្នកដែលចង់ទិញ Highlander ដំបូងឬក៏អ្នកដែលចង់ដូរពីឡានផ្សេងមកប្រើឡាន Highlander ឬក៏អ្នកដែលមានឡាននឹងហើយតែចង់ដឹងអំពីការប្រើប្រាស់លក្ខណៈពិសេសរបស់ឡាននឹងទាំងមូលខ្ញុំនឹងបង្ហាញជូនបងប្អូនអរគ្នានៅក្នុងវីដេអូនេះចំពោះ Highlander 02 03 01 02 03ដល់07ហ្នឹងលក្ខណៈរបស់វាខាងក្រៅគឺតែមួយទេខុសគ្នាតារូបរាង stop ការ design stop តិចតួចហើយចំពោះខាងក្នុងមាន option ផ្សេងៗគ្នាជាច្រើនប៉ុន្តែនៅក្នុងឡានដែលខ្ញុំកំពុងតែត្រៀមនឹងធ្វើវីដេអូនេះគឺប្រភេទ standard option ទេបងប្អូនអរគ្នាបាទឥឡូវយើងមកមើលរូបរាងខាងក្រៅរបស់វាមុនអានេះគឺជាទម្រង់ stop របស់វាដែលយើងអាចស្គាល់ហើយរូបរាងឡានហ្នឹងហើយកន្លែងនេះគឺទឹកបាញ់កញ្ចក់ហើយនឹងផ្លិតទឹកធម្មតាវាមានសេរីល្បឿនយឺតលឿនធម្មតាហើយកញ្ចក់មើលក្រោយរបស់វាសងខាងហ្នឹងអាចកាច់ក្តោបបានបាទតែយើងប្រើដៃទេហើយកន្លែងនេះគឺជាអង្តែនរបស់វាហើយវាមានកាំងដបូលហើយនឹងកន្លែងនេះខ្ញុំបង្ហាញពីរបៀបចាក់សោបើកចូលឡានណាយើងប្រើ manual យើងចាក់សោធម្មតាយើងយកចូលឲ្យកាច់មកស្ដាំមកអាចបើកឡុកបានហើយកន្លែងនេះគឺកន្លែងកម្រិតសាំងនៅខាងឆ្វេងបាទនេះទម្រង់ក្នុងកម្រិតសាំងរបស់វាគឺបែបហ្នឹងហើយក៏វាក៏មានកន្លែងបាញ់ទឹកខាងក្រោយហើយនឹងផ្លិតទឹកផងដែរកន្លែងនេះបើសិនចង់បើកគូតក្រោយយើងត្រូវច្បាច់វាច្បាច់ឲ្យចម្លើកបាទហើយនេះក៏មានកាមេរ៉ាយ៉ាដែរតែមិន option ទេអាហ្នឹងគ្រាន់តែយើងបំពាក់បន្ថែមទេភ្លើងពណ៌សហ្នឹងហើយក៏មានឈ្នន់ដែរឈ្នន់វាយើងអាចជន់ឡើងបានណាចំពោះគូតក្រោយយើងអាចបើកឡុកដោយប្រើ tele បានបងប្អូនបាទកន្លែងនេះយើងចុច2ដងមកកន្លែងយើងច្បាច់មកបាទច្បាច់ឲ្យទាញលើកុំលើកទាំងអត់ច្បាច់បងប្អូនអរគ្នាជាវាល្បើកហើយឥឡូវនេះយើងនិយាយពីកៅអីរបស់វាវិញកៅអីនេះប្រភេទចុចយើងអាចរុញទៅមុខឲ្យអស់កម្រិតរបស់វាគឺបានប៉ុណ្ណឹងឯងហើយឥឡូវយើងចុចមកក្រោយវិញអស់ខាងមុខគឺទលាយខ្លាំងមែនតើហើយខាងក្រោយក៏នៅ space ល្មមដែរដែលអាចដាក់ជើងលើធំបាននេះទម្រង់ដែលយើងថយមកក្រោយអស់ឥឡូវអានេះតម្លាក់តឡើងកម្ពស់ខាងមុខកន្លែងកំភ្លើហ្នឹងកោលជើងឲ្យខ្ពស់ទៀតហើយឥឡូវនេះយើងសេរីកាច់មកមុខកៅអីខាងខ្នងយើងផ្អែកប៉ុណ្ណាអីប៉ុណ្ណាយើងអាចសេរីបានបាទគឺអែមខ្លាំងមែនតើចំពោះឡានឆ្នាំ03ដែលមានកម្រិតប៉ុណ្នេះហើយកន្លែងនេះសេរីខ្នងបងប្អូនអរគ្នាខ្ញុំបានថតវីដេអូកន្លែងហ្នឹងទេមើលឃើញបាទសេរីខ្នងឲ្យទល់ខ្នងឬក៏ថយទៅក្រោយបាទ Highlander លយត្រង់នេះដែរវាមានកន្លែងកលដៃខាងស្ដាំកុំឲ្យយើងចុកដៃពេលបើកផ្លូវឆ្ងាយអញ្ចឹងទៅឥឡូវនេះកន្លែងនេះគឺប៊ូតុង lock យើងមើលខាងក្នុងម្ដងបាទ unlock ហើយកន្លែងនេះបើសិនជាយើងចុចបើកវាបានន័យថាគេអាចតម្លាក់កញ្ចក់ទាំង3ខុសពីតកង់នឹងបានប៉ុន្តែបើយើង lock វាគឺអាចតម្លាក់កញ្ចក់ទាំង3នឹងបានទេប៉ុន្តែតម្លាក់ខាងតកង់បានធម្មតាជាវាក្មេងបើកឬក៏មានមនុស្សបើកបោះសម្រាប់ចេញអីចឹងទៅឃើញអត់នេះខ្ញុំចុចអត់មានដែរទេតតែយើងបើក unlock កញ្ចក់សិនណាប៊ូតុងនៅជាប់កន្លែង lock ឬក៏ unlock ណាយើងបើកវាសិនមកបានយើងអាចតម្លាក់ឡើងកញ្ចក់បានប៉ុន្តែនៅពេល lock យើងអាចតម្លាក់ឡើងកញ្ចក់ខាងតកង់បានណាខុសតែពីខាងតកង់គឺអត់អាចទម្លាក់ឬតម្លើងបានទេបាទអានេះគឺខ្ញុំបើក lock បានអាចតម្លាក់ឬក៏តម្លើងបានអាហ្នឹងវាជាសាមញ្ញធម្មតាទេតែចំពោះអ្នកដែលអត់ដែលប្រើឡានសោះឬក៏អ្នកគាត់ចង់ស្វែងយល់ពីឡានអាចមើលឡាននេះជាគំរូក៏បានដែរចំពោះអានេះគឺដោយប្រៃនេះជៀសវាងប៉ះដៃបងប្អូនអរគ្នាអាលីនេះខ្ញុំអាចយកกระดาษជូតមាត់មកពិសោធន៍បានឃើញទេសម្រាប់អុចប្រៃដោយដេកេសចឹងបងប្អូនចំពោះកៅអីក្រោយវិញយើងអាចបត់តម្រង់60 40បានន័យថាតតឹងវាទាំងអស់នេះគេហៅថា 100% ហើយកៅអីនេះវាមានលក្ខណៈ60ប៉ុណ្ណេះហើយនឹង40គឺកៅអីមួយបើសិនជាយើងមានអីវ៉ាន់ដែលលក្ខណៈថាវាវែងហើយយើងមានអង្គុយក្រោយម្នាក់ដែលយើងមានគ្នា3នាក់ក្នុងឡានហ្នឹងអញ្ចឹងហើយមានអីវ៉ាន់វែងហើយច្រើនអញ្ចឹងយើងអាចកាច់កៅអីនេះតម្លាក់មកខាងប៉ុណ្ណេះបាននៅពេលដែលយើងតម្លាក់សភាពរបស់វាគឺស្មើអញ្ចឹងហ្មងហើយអ្នកអង្គុយក៏អាចអង្គុយម្នាក់ទៀតបានដែរហើយបើសិនជាយើងមានអីវ៉ាន់ច្រើនមែនទែនហើយអ្នកអង្គុយមានតែ2នាក់នៅក្នុងឡានគឺតកង់មួយហើយនឹងព្រូមួយអាហ្នឹងយើងអាចតម្លាក់កៅអី2មកហ្មងក៏បានដែរឥឡូវយើងអាចកាច់កៅអីទាំងមូលនេះមកហ្មងតម្លាក់មកអញ្ចឹងហ្មងមកឃើញខាងក្រោយមានសភាពទលាយមែនទែនសម្រាប់ Highlander ហើយបើសិនជាប្រភេទ3កៅអី3ជួរវិញគឺកៅអីវានៅកន្លែងនេះយើងបើកមកចេះមកប៉ុន្តែ space ដាក់អីវ៉ាន់គឺដឹងតែទូចទេហើយចំពោះកៅអីនេះក៏វាទូចខ្លាំងដែរលើតាតកូនក្មេងអាចអង្គុយបានហើយនៅផ្នែកខាងក្រោយនេះក៏មានគេហៅដូចដាំបាយឬក៏ដូចបរិយហ្នឹងនេះនៅកន្លែងនេះក៏មានមួយដែរខាងក្រោយល្អមែនតើសម្រាប់បើសិនជាបងប្អូនចង់ប្រើថា
អាសាដើរលេងឬក៏ជិះមានគ្នាច្រើនដឹកអីវ៉ាន់ច្រើនអីយើងអាចប្រើប្រាស់ឡានមួយគ្រឿងនេះបានអត់អីទេបាទមានធ្ពួកកន្លែងនេះធ្ពួកអីវ៉ាន់ធ្ពួកអីកែវកាហ្វេកែវអីបាទខាងក្នុងវាមានសភាពទលេមែនតើបើសិនជាយើងមកមើលចាក់ស្ដែងឃើញថាវាធំខ្ញុំភ្លេចបញ្ជាក់ជូនបងប្អូនឡានប្រភេទ Highlander នេះចំពោះឆ្នាំ03គឺពណ៌ទឹកមាសគឺខាងក្នុងវាគឺត្រូវតែពណ៌លឿងបងប្អូនខ្ញុំឃើញឡានខ្លះដូរពណ៌អញ្ចឹងហើយខាងក្នុងវាពណ៌ផ្សេងជៀសវាងមែនតើបងប្អូនអ្នកគ្នាចំពោះឡានពណ៌ទឹកមាសគឺត្រូវខាងក្នុងពណ៌លឿងតែមួយគត់គឺអត់មានពណ៌អីផ្សេងទៀតទេបាទចំពោះពូកស្បែកឬក៏ពូកកាមញីវាទៅតាម option របស់វាតែប៉ុណ្ណឹងបងប្អូនបានស្គាល់ច្បាស់ហើយពីទីតាំង option រូបរាងហើយនិងលក្ខណៈពិសេសរបស់ឡាន Highlander 03ហ្នឹងវីដេអូបន្តទៀតខ្ញុំនឹងបង្រៀនបងប្អូនពីរបៀបប្រើប្រាស់លម្អិតរថយន្តនឹងទាំងខាងក្នុងនិងខាងក្រៅមើលឲ្យធានាថាចេះ 100% ហ្មងបើបងប្អូនមើលវីដេអូនេះហើយមានចម្ងល់ត្រង់ណាអាច comment ឬក៏ឆាតសួរខ្ញុំតបបានអរគុណច្រើនបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយ